សូមឱកាសពីមហាធិរៈដើម្បីបានសម្ដែងនៅពធទេសនាចឹងថ្ងៃនេះគឺខ្ញុំគណៈអាត្មាភាពនឹងសម្ដែងនៅពធទេសនាតាក់ទងទៅនឹងការចម្រើនព្រះអានាបានសតិរហូតដល់វិបស្សនាដើម្បីចម្រើននៅព្រះអានាបានសតិគឺទីស្ងាត់កន្លែងស្ងាត់ឬក៏មជ្ឈមណ្ឌលវិបស្សនាដែលមានភាពស្ងប់ស្ងាត់ច្រើនគឺមានសារៈសំខាន់មែនទែននៅក្នុងការចម្រើនប្រកម្មដ្ឋាននេះដូច្នេះកណ្ណាគុណចាស់ញាតិញោមត្រូវតែស្វែងរកទីកន្លែងណាដែលស្ងាត់មជ្ឈមណ្ឌលវិបស្សនាដែលស្ងាត់ដើម្បីចម្រើនប្រកម្មដ្ឋាននេះពេលដែលព្រះយោគីបានស្វែងរកនៅទីដ៏ស្ងាត់ដ៏សមគួរក្នុងការចម្រើនព្រះកម្មដ្ឋានហើយត្រូវតែអង្គុយពេនភ្នែននិស័យដតិអាបុជិតបលង្កងអាបុជិតវាជាដើមត្រូវអង្គុយពេនភ្នែនហើយដាក់រាងកាយនឹងឲ្យត្រង់ជាពិសេសក្នុងការរៀបភ្នែនគឺមានប្រភេទច្រើនអ្នកខ្លះនឹងក៏អាចពេនភ្នែនដូចជាផ្កាឈូកគេហៅថាបឋមាសនៈអ្នកខ្លះទៅក៏អដ្ឋបឋមាសនៈគឺពាក់កណ្ដាលផ្កាឈូកមានន័យថាជារបៀបខ្មែរយើងអង្គុយដាក់ជើងឆ្វេងលើជើងស្ដាំឬក៏ជើងស្ដាំជើងឆ្វេងបានអញ្ចឹងក្នុងការចម្រើនព្រះកម្មដ្ឋានគឺការរៀបភ្នែនឲ្យត្រឹមត្រូវនេះមានសារៈសំខាន់មែនទែនកម្មដ្ឋានដទៃក៏ដូចគ្នាតែពិសេសគឺការចម្រើនព្រះអានាបានសតិនេះគឺការរៀបភ្នែនមានសារៈសំខាន់អញ្ចឹងបើកណ្ណាគុណចាស់ញាតិញោមប្រាថ្នាចង់អង្គុយនឹងបានស្ងប់ច្រើនសុខច្រើនក៏អាចជ្រើសរើសនៅកម្រាលឬក៏ពូកដែលរាងក្រាស់បន្តិចបើសិនណាកណ្ណាគុណចាស់ញាតិញោមប្រាថ្នាហើយបន្ទាប់មកក៏ត្រូវឧជុងកាយ៉ាងត្រូវដាក់រាងកាយនឹងឲ្យត្រង់ហើយរបៀបនៃការអង្គុយទាំងអស់នេះគឺកណ្ណាគុណចាស់ញាតិញោមមានទម្លាប់ច្រើនហើយស្គាល់ហើយដូចជាពិសេសកណ្ណាគុណចាស់ញាតិញោមដែលស្នាក់អាស្រ័យនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃប្រជាណាចក្រកម្ពុជានេះគឺដឹងច្បាស់នៅរបៀបនៃការដាក់កាយក្នុងការចម្រើនព្រះកម្មដ្ឋានអញ្ចឹងកណ្ណាគុណចាស់ញាតិញោមបើសន្និប្រាថ្នាចង់អង្គុយឲ្យបានយូរឲ្យមានសេចក្តីស្ងប់ច្រើនឲ្យមានសេចក្តីសុខច្រើនត្រូវតែថែរក្សានៅកាយនឹងឲ្យត្រង់ឲ្យបានល្អទៅតាមការណែនាំរបស់ព្រះសម្មាសម្ពុទ្ធពេលដែលយើងអង្គុយឲ្យត្រង់ទៅតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធទៅគឺយើងនឹងស្ងប់ច្រើនហើយយើងគឺមិនសូវទទួលឬក៏សោយនៅទុក្ខវេទនាផ្លូវកាយនឹងច្រើនទេពីព្រោះនៅឆ្អឹងរបស់យើងសរសៃក្តីពេលដែលយើងអង្គុយរៀងផ្អៀងទៅម្ខាងណាមួយគឺឆ្អឹងនឹងវាគៀបឬក៏សរសៃនឹងវាគៀបទៅធ្វើឲ្យយើងនឹងមិនអាចអង្គុយបានយូរទេដូច្នេះការដាក់កាយឲ្យត្រង់នេះមានសារៈសំខាន់មែនទែនពេលដែលកណ្ណាគុណចាស់ញាតិញោមបានរៀបចំកាយនឹងឲ្យបានល្អប្រពៃត្រង់ហើយទៅតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធហើយក៏ដាក់ដៃនឹងទាំងពីរនឹងនៅលើជើងជើងការដាក់គឺដាក់យ៉ាងម៉េចឲ្យមានអារម្មណ៍ថាទៅស្រួលហើយសុខស្រាលអញ្ចឹងការដាក់យើងអាចដាក់ដៃទាំងពីរនឹងនៅលើជង្គង់ក៏បានឬក៏អាចដាក់ដៃស្ដាំលើដៃឆ្វេងក៏បានទៅតាមអធ្យាស្រ័យទៅតាមទម្លាប់របស់បុគ្គលម្នាក់ហើយបន្ទាប់មកគឺភ្នែនភ្នែនដាក់យ៉ាងម៉េចឲ្យស្រួលដូចអ្វីដែលខ្ញុំកណាអាភាពជំរុញឬក៏ឲ្យរៀបភ្នែនហ្នឹងគឺរៀបជើងហ្នឹងដាក់ឲ្យស្មើគ្នាជើងស្ដាំដាក់មកមុខក៏បានជើងឆ្វេងដាក់មកមុខក៏បានមួយណាដាក់ក្រោយដាក់មុខក៏បានដែរសំខាន់ឲ្យតែមានអារម្មណ៍នឹងស្រួលក្នុងការរៀបភ្នែនរបៀបនៃការដាក់ដៃគឺព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គមិនបានសម្ដែងច្បាស់ថាត្រូវដាក់ដៃដូចនោះទេអញ្ចឹងគឺកណ្ណាគុណចាស់ញាតិញោមអាចដាក់ដៃយ៉ាងម៉េចឲ្យមានអារម្មណ៍ថាស្ងប់ហើយស្រួលអញ្ចឹងភ្នែនដែលបានបង្ហាញនៅក្នុង slide ហ្នឹងញាតិញោមកណ្ណាគុណចាស់បានឃើញហើយកុំអង្គុយអញ្ចឹងព្រោះអិរិយាបថនេះជាអិរិយាបថរបស់អ្នកខ្ជិលអញ្ចឹងបន្ទាប់មកក៏បរិមុខខាងសតឹងឧបត្តពេទ្វាគឺត្រូវបង្អោនសតិនឹងឆ្ពោះទៅរកព្រះកម្មដ្ឋានអញ្ចឹងនៅក្នុងថក្ថាដីកាបានបញ្ជាក់ហើយពុទ្ធោ
ហ្នឹងហើយក្នុងន័យហ្នឹងលោកចង់បញ្យល់ថាឲ្យយើងតម្កល់ចិត្តហ្នឹងនៅក្នុងនៅកន្លែងដែលខ្យល់ដង្ហើមនឹងប៉ះណាអញ្ចឹងបើកណាគុណចាស់ញាតិញោមបង្អោនចិត្តនៅបរិវេណរុនច្រមុះហើយណាអញ្ចឹងគឺដោយកណាគុណចាស់ញាតិញោមបានឃើញនៅរូបក្នុងរូបភាពអញ្ចឹងគឺរុនច្រមុះទាំងពីរអញ្ចឹងពេលខ្លះការប៉ះហ្នឹងអាចបរិវេណរុនច្រមុះទាំងមូលឬក៏ពេលខ្លះហ្នឹងគឺរុនច្រមុះមួយឬក៏អាចរុនច្រមុះទាំងពីរទោះបីជាកន្លែងប៉ះនឹងនៅទីណាក៏ដោយអ្វីដែលកណាគុណចាស់ត្រូវព្យាយាមកំណត់ដឹងនឹងព្យាយាមសង្កេតនៅខ្យល់ដែលប្រព្រឹត្តជាប្រកដីបើដង្ហើមនឹងចូលយើងព្យាយាមកំណត់ដឹងនៅដង្ហើមនឹងចូលបើសិនណាដង្ហើមនឹងចេញយើងព្យាយាមកំណត់ដឹងថាដង្ហើមនឹងចេញអញ្ចឹងគឺការដកដង្ហើមរបស់យើងនេះគឺយើងដកដោយសតិគឺក្នុងគម្ពីរមានហើយសតវាអស្សសតិសំទោសតវាបស្សសតិសតវាបស្សសតិជាដើមហ្នឹងពេលដែលកណាគុណចាស់ញាតិញោមបានរៀបរាងកាយទៅតាមការណែនាំហើយក៏បង្អោនតម្កល់ចិត្តនៅបរិវេណរុនច្រមុះហើយព្យាយាមកំណត់ដឹងនៅដង្ហើមនឹងដោយសតិមានសតិដកដង្ហើមចូលមានសតិដកដង្ហើមចេញពេលដែលបដិបត្តិនៅព្រះកម្មដ្ឋាននេះកណាគុណចាស់ញាតិញោមកុំព្យាយាមបញ្ជូនចិត្តទៅតាមដង្ហើមទៅខាងក្នុងច្រើនពេកឬក៏ឆ្ងាយពេកហើយក៏ដូចគ្នាដែរកុំព្យាយាមបញ្ជូនចិត្តនឹងឲ្យមកខាងក្រៅនឹងឆ្ងាយពេកគឺព្យាយាមតម្កល់ចិត្តនឹងត្រឹមបរិវេណរុនច្រមុះបានហើយព្យាយាមកំណត់ដឹងនៅដង្ហើមចូលដង្ហើមចេញប៉ុន្តែពេលខ្លះបើចិត្តនឹងវារៀងទៅខាងក្នុងតិចក៏អត់អីដែរប៉ុន្តែកុំឲ្យទៅជ្រៅពេកហើយក៏កុំឲ្យមកខាងក្រៅនឹងខ្លាំងពេកដែរអញ្ចឹងមកល្មមហើយព្យាយាមកំណត់ដឹងនៅដង្ហើមចូលនិងដង្ហើមចេញប្រកបដោយសតិទៅណាពេលដែលកណាគុណចាស់ចម្រើនព្រះកម្មដ្ឋាននេះគឺយើងដឹងហើយគឺដង្ហើមចូលដង្ហើមចេញនេះហើយគឺជាអារម្មណ៍របស់ព្រះកម្មដ្ឋានឬក៏ជាអារម្មណ៍របស់ចិត្តហើយយើងតម្កល់ចិត្តនឹងនៅបរិវេណរុនច្រមុះសំខាន់គោលដៅរបស់យើងគឺយើងដឹងនៅការប៉ះផ្ទប់របស់ដង្ហើមចូលដង្ហើមចេញដែរប៉ុន្តែយើងកុំផ្ដោតធ្ងន់ខ្លាំងទៅលើការប៉ះឲ្យសោះគោលដៅរបស់យើងគឺត្រូវផ្ដោតធ្ងន់ខ្លាំងទៅលើដង្ហើមចូលដង្ហើមចេញពេលខ្លះកណាគុណចាស់ញាតិញោមអាចដឹងទាំងការប៉ះទាំងដង្ហើមចូលដង្ហើមចេញពេលដែលវាចូលទៅគឺយើងអាចដឹងតែប៉ះពេលដែលចេញក៏អាចដឹងតែប៉ះក៏ប៉ុន្តែអាចដឹងចឹងបានប៉ុន្តែកុំផ្ដោតហើយក៏កុំសង្កត់ឲ្យធ្ងន់ទៅលើការប៉ះឲ្យសោះត្រូវផ្ដោតទៅលើដង្ហើមណាអញ្ចឹងពេលដែលកណាគុណចាស់ញាតិញោមកំណត់ដឹងណានៅដង្ហើមចូលដង្ហើមចេញហ្នឹងគឺត្រូវតែព្យាយាមកំណត់ដឹងឲ្យធ្ងន់មានសតិដឹងនៅដង្ហើមចូលដង្ហើមចេញគឺការកំណត់ដឹងនៅដង្ហើមចូលដង្ហើមចេញនេះមានសារៈសំខាន់មានសតិកំណត់ដឹងនឹងរលឹកដឹងតន់នឹងមានសារៈសំខាន់ប៉ុន្តែគឺសំខាន់គឺត្រូវតម្កល់នៅបរិវេណរុនច្រមុះនឹងហើយបើសិនណាពេលដែលយើងចម្រើនទៅចិត្តរបស់កណាគុណចាស់ញាតិញោមអាចរត់ទៅកាន់អារម្មណ៍ដទៃអញ្ចឹងនៅពេលនោះគឺត្រូវព្យាយាមទាញចិត្តនឹងឲ្យលឿនមកកំណត់ដឹងនៅដង្ហើមចូលដង្ហើមចេញវិញអញ្ចឹងត្រូវពេលដែលចិត្តនឹងរត់ទាញមកវិញពេលដែលចិត្តនឹងរត់ទាញមកវិញចេះតែបង្អោនចិត្តនឹងឲ្យធ្ងន់ជាមួយដង្ហើមចូលដង្ហើមចេញនឹងជារឿយញឹកញាប់ឲ្យថ្នឹកឲ្យស្ទាត់ទៅគឺការចម្រើនព្រះកម្មដ្ឋាននឹងមានការរីកចម្រើនអញ្ចឹងត្រូវចាំថាអារម្មណ៍នៃព្រះកម្មដ្ឋាននេះគឺដង្ហើមចូលដង្ហើមចេញប្រសិនណាបើកណាគុណចាស់ញាតិញោមទៅកំណត់ដឹងអារម្មណ៍ដទៃផ្សេងទៀតក្រៅពីដង្ហើមចូលដង្ហើមចេញគឺការចម្រើនព្រះកម្មដ្ឋានរបស់ញាតិញោមកណាគុណចាស់នោះมันមានការរីកចម្រើនឡើយអញ្ចឹងត្រូវចាំគឺពេលដែលយើងចម្រើនព្រះអានាបានសតិកម្មដ្ឋានអារម្មណ៍របស់កម្មដ្ឋានរបស់យើងគឺដង្ហើមចូលនិងដង្ហើមចេញណាពេលដែលកណាគុណចាស់ញាតិញោមអាចមានសមត្ថភាពបង្អោនចិត្តសញ្ជឹងគិតជារឿយនៅដង្ហើមចូលដង្ហើមចេញបានច្រើនហើយដោយមិនមាននៅចិត្តរាយមាយច្រើនឬក៏ចិត្តនឹងស្ទុះទៅកាន់អារម្មណ៍ដទៃវាជាធម្មតាទេពេលដែលយើងអង្គុយទៅអារម្មណ៍ផ្សេងផុសឡើងចិត្តនេះគិតនោះទៅនោះជាដើមនោះវាជាធម្មតាទេអញ្ចឹង
ប៉ុន្តែបើសិនណាមានសមត្ថភាពអង្គុយស្ងប់បានច្រើនហើយចិត្តនឹងធ្ងន់ជាមួយដង្ហើមចូលដង្ហើមចេញបានច្រើនហើយក៏ល្អហើយអង្គុយទៅប៉ុន្តែសម្រាប់ព្រះយោគីខ្លះនឹងតែងតែមានជួបនៅឧបសគ្គក្នុងការតម្កល់ចិត្តឲ្យធ្ងន់ឲ្យថ្នឹកជាមួយដង្ហើមចូលដង្ហើមចេញនឹងអញ្ចឹងសម្រាប់ព្រះយោគីដែលមានបញ្ហាក្នុងការញ៉ាំងចិត្តនឹងមិនដូចថាមិនមានសមត្ថភាពដើម្បីញ៉ាំងចិត្តនឹងឲ្យស្ងប់បានអាចប្រើនៅពិធីមួយគេយើងហៅថាពិធីរាប់គឺកណ្ណវិធីអញ្ចឹងរាប់យ៉ាងម៉េចណាគឺដកដង្ហើមចូលដកដង្ហើមចេញ1ដកដង្ហើមចូលដកដង្ហើមចេញ2ដកដង្ហើមចូលដកដង្ហើមចេញ3ព្រះយោគីអាចរាប់រហូតដល់8បានណារាប់រហូតដល់8បានអញ្ចឹងពេលដែលបដិបត្តិនៅកណ្ណវិធីនេះគឺព្រះយោគីត្រូវមានការអធិដ្ឋានខ្ពស់ត្រូវមានការតាំងចិត្តខ្ពស់បង្អោនចេតនាគិតថាអាត្មាអញព្យាយាមណាញ៉ាំងឲ្យចិត្តនឹងស្ងប់តាមរយៈការរាប់នឹងប៉ុន្តែសំខាន់គឺយើងផ្ដោតទៅលើខ្យល់ដង្ហើមចូលដង្ហើមចេញហើយមួយទៀតពេលដែលរាប់ទៅបើសិនណាមានការខុសអីយ៉ាងណាក៏ចាប់ផ្ដើមរាប់ពី1ឡើងវិញជាធម្មតាទៅហើយរាប់ឲ្យច្រាក់ដូចថាជារឿយអង្គុយដូចថាការរាប់ហ្នឹង1ម៉ោង2ម៉ោង3ម៉ោងឬក៏ច្រើនភ្នែននៅតែរាប់ទៅរាប់រហូតដូចថាប្របត្តិបត្តិទៅតាមវិធីហ្នឹងឲ្យបានច្រើនភ្នែនឲ្យបានច្រើនវគ្គទៅដើម្បីឲ្យចិត្តហ្នឹងធ្ងន់នៅក្នុងដង្ហើមចូលដង្ហើមចេញអញ្ចឹងគឺការរាប់ហ្នឹងយើងត្រូវរាប់ដដែលហើយការបដិបត្តិនេះត្រូវវឹកឲ្យស្ទាត់វឹកឲ្យថ្នឹកដើម្បីញ៉ាំងចិត្តរបស់យើងនឹងឲ្យស្ងប់នៅក្នុងដង្ហើមចូលនិងដង្ហើមចេញអញ្ចឹងការបដិបត្តិនៅរបៀបនេះគឺកណ្ណវិធីគឺការរាប់ដង្ហើមចូលដង្ហើមចេញនេះគឺមិនមានការកំណត់ថាត្រូវធ្វើប៉ុន្មានភ្នែនឬក៏ធ្វើប៉ុន្មានដងនោះទេសំខាន់បើកណ្ណាគុណចាស់ញាតិញោមបានបដិបត្តិទៅតាមវិធីនឹងហើយបើចិត្តនឹងស្ងប់ច្រើនមិនសូវរាយមាយច្រើនចិត្តនឹងមិនរត់ទៅកាន់អារម្មណ៍ដទៃបានច្រើនក្នុងរយៈកាល20នាទី30នាទីគឺអាចឈប់ប្រើបច្ចេកទេសនឹងហើយក៏មកមើលដង្ហើមនឹងទៅតាមធម្មតាចឹងទៅប៉ុន្តែបើសិនណានៅតែមានចិត្តរាយមាយនឹងច្រើនពិបាកក្នុងការកំណត់ដឹងនៅដង្ហើមចូលដង្ហើមចេញនឹងច្រើនឬក៏មិនអាចកំណត់ដឹងបានគឺនៅតែបន្តបច្ចេកទេសនឹងរហូតទាល់តែចិត្តនឹងថ្នឹកនឹងធ្ងន់ជាមួយដង្ហើមចូលដង្ហើមចេញប្រកបដោយសេចក្តីស្ងប់និងសុខណាអញ្ចឹងពេលដែលកណ្ណាគុណចាស់ញាតិញោមមានសតិរឹងមាំមានកម្លាំងតាំងមាំជាមួយដង្ហើមចូលដង្ហើមចេញហើយដោយអានុភាពនៃសតិរឹងមាំនោះនឹងញ៉ាំងឲ្យយើងនឹងអង្គុយបានយូរអង្គុយបានសេចក្តីសុខច្រើនអង្គុយបានណាសេចក្តីស្ងប់ច្រើននៅពេលនោះគឺសតិរបស់កណ្ណាគុណចាស់ញាតិញោមមានកម្លាំងហើយអញ្ចឹងពេលដែលយើងអង្គុយយូរទៅគឺយើងនឹងមានសមត្ថភាពក្នុងការកំណត់ដឹងនៅដង្ហើមចូលដង្ហើមចេញណាគឺខ្យល់នឹងវែងណាទីខាងទីខៈហ្នឹងគឺវែងក្នុងន័យហ្នឹងមិនមែនកណ្ណាគុណចាស់ញាតិញោមធ្វើដោយការគិតថាធ្វើដង្ហើមនឹងវែងឯគឺបណ្ដោយទៅតាមធម្មជាតិប៉ុន្តែពេលដែលដង្ហើមនឹងដករៀងយឺតទៅយើងមានអារម្មណ៍ថាដង្ហើមនឹងវែងអញ្ចឹងបើសិនណាបានកំណត់ដឹងអញ្ចឹងហើយក៏ព្យាយាមកំណត់ដឹងថាអាត្មាអញដកដង្ហើមចូលវែងអាត្មាអញដកដង្ហើមចេញវែងណាអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គបង្រៀនឲ្យយើងនឹងពេលដែលខ្យល់នឹងវែងព្យាយាមកំណត់ដឹងថាអាត្មាអញដកដង្ហើមចូលខ្យល់វែងដកដង្ហើមចេញខ្យល់នឹងវែងជាដើមអញ្ចឹងទៅសម្រាប់សំខាន់គឺយើងមិនត្រូវព្យាយាមណាមិនត្រូវព្យាយាមពោលនៅក្នុងចិត្តថាពេលតែដកដង្ហើមចូលវែងហ្នឹងខ្យល់វែងចូលហើយខ្យល់វែងចេញហើយយើងអត់ព្យាយាមកំណត់ដឹងឬក៏ពិចារណានៅក្នុងចិត្តទេគ្រាន់តែយើងដកដោយសតិតែប៉ុណ្ណោះអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យយើងនឹងដឹងថាពេលដែលខ្យល់នឹងវែងកំណត់ដឹងថាវែងពេលដែលខ្យល់នឹងដកពេលដែលខ្យល់នឹងវែងពេលដែលយើងដកចូលខ្យល់នឹងវែងកំណត់ដឹងថាវែងពេលដែលដកចេញខ្យល់នឹងវែងកំណត់ដឹងថាខ្យល់នឹងវែងណាអញ្ចឹងពេលដែលយើងអង្គុយទៅពេលខ្លះក៏ខ្យល់ដង្ហើមនឹងរៀងលឿនអញ្ចឹងពេលនោះហើយគឺជាលក្ខណៈរបស់ខ្យល់ខ្លីអញ្ចឹងពេលដែលកណ្ណាគុណចាស់
បានដឹងបានពលត្រូវនៅខ្យល់ខ្លីនឹងហើយក៏ព្យាយាមកំណត់ដឹងថាអាត្មាអញដកដង្ហើមចូលណាកំណត់ដឹងថាដង្ហើមនឹងខ្លីដកដង្ហើមចេញព្យាយាមកំណត់ដឹងថាដង្ហើមនឹងខ្លីអញ្ចឹងក្នុងការកំណត់ដឹងដង្ហើមចូលដង្ហើមចេញខ្លីវែងនេះគឺយើងមិនត្រូវបង្អោនចិត្តឬញ៉ាំងឲ្យដង្ហើមនឹងវែងខ្លីទៅតាមយើងចង់ទៅតាមយើងប្រាថ្នាទេគឺសុភាវៈនៃដង្ហើមចូលដង្ហើមចេញវែងខ្លីនេះគឺវាប្រព្រឹត្តទៅតាមធម្មជាតិរបស់វាអញ្ចឹងគោលដៅរបស់យើងបណ្ដោយឲ្យវាទៅតាមធម្មជាតិទៅគឺយើងគ្រាន់តែកំណត់ដឹងនៅវែងខ្លីតែប៉ុណ្ណោះណាអញ្ចឹងពេលដែលកណ្ណាគុណចាស់ញាតិញោមបានមកដល់កម្រិតហ្នឹងគឺការកំណត់ដឹងនៅដង្ហើមចូលដង្ហើមចេញវែងហើយគឺសតិរបស់កណ្ណាគុណចាស់ញាតិញោមគឺមានកម្លាំងហើយប៉ុន្តែពេលខ្លះកណ្ណាគុណចាស់ញាតិញោមអាចពិបាកក្នុងការកំណត់ដឹងនៅខ្យល់វែងខ្លីអញ្ចឹងពេលហ្នឹងគឺត្រូវព្យាយាមប្រយ័ត្នពួកខ្លះពេលខ្លះអត់ស្គាល់ថាដង្ហើមនឹងវែងឬខ្លីទេក៏ប៉ុន្តែត្រូវព្យាយាមបណ្ដោះសតិហ្នឹងកំណត់ដឹងហើយពេលដែលសតិរបស់កណ្ណាគុណចាស់ញាតិញោមមានកម្លាំងគឺសំខាន់ហ្នឹងទោះបីជាខ្យល់វែងក៏ដោយខ្លីក៏ដោយគឺមានសតិដឹងថាខ្លួនឯងហ្នឹងដកដង្ហើមចូលដង្ហើមចេញពេលដែលសតិមានកម្លាំងរឹងមាំហើយកណ្ណាគុណចាស់ញាតិញោមអាចកំណត់ដឹងអាចសិក្សានៅសัพពកាយៈគឺខ្យល់សពកាយមានន័យថាព្រះសម្មាសម្ពុទ្ធបានព្រះអង្គបានសម្ដែងហើយភិក្ខុគួរសិក្សាថាអាត្មាអញនឹងកំណត់ដឹងនៅសัพពកាយគឺខ្យល់ទាំងពួងទើបអាត្មាអញដកដង្ហើមចូលនិងដកដង្ហើមចេញអញ្ចឹងសัพពកាយៈខ្យល់ទាំងពួងនេះតើជាខ្យល់អ្វីគឺខ្យល់ហ្នឹងយើងអាចកំណត់ដឹងនៅក្នុងដង្ហើមវែងក៏បាននៅក្នុងដង្ហើមខ្លីក៏បានមានន័យយ៉ាងម៉េចបើសិនណាដង្ហើមនឹងវែងគ្រាន់តែជាការកំណត់ដឹងខ្យល់ទាំងមូលដង្ហើមទាំងមូលមានន័យថាកម្រិតចំណុចនៃការចាប់ផ្ដើមនៃដង្ហើមចំណុចកណ្ដាលនិងចំណុចខាងចុងពេលដែលយើងដកដង្ហើមចូលវាមានការចាប់ផ្ដើមវាមានកណ្ដាលវាមានចុងពេលដែលយើងដកចេញក៏ដូចគ្នាវាមានការចាប់ផ្ដើមវាមានកណ្ដាលវាមានចុងអញ្ចឹងសัพពកាយៈខ្យល់ទាំងមូលនេះវាមានទាំងតែនៅក្នុងដង្ហើមវែងហើយវាមាននៅក្នុងទាំងដង្ហើមខ្លីណាពេលដែលយើងបានវឹកហាត់មកដល់សัพពកាយៈហើយគឺមានន័យថាសតិរបស់យើងនឹងមានកម្លាំងតាំងមាំបានល្អហើយដូច្នេះហើយបានជាយើងពេលខ្លះអាចអង្គុយបានយូរជាងមុនណាពី2ម៉ោង3ម៉ោងអីជាដើមអញ្ចឹងទៅហើយការអង្គុយនោះគឺមានសេចក្តីស្ងប់ច្រើនមានសេចក្តីសុខច្រើនពេលដែលយើងបានឆ្លងកាត់ឬក៏យើងបានពលត្រូវសតិបញ្ញានឹងមានកម្លាំងជះខ្លាបានមកដល់កម្រិតនឹងហើយគឺព្រះយោគីអាចនឹងកំណត់ដឹងនៅបសម្ភយ៉ាងគឺខ្យល់ដង្ហើមនឹងស្ងប់ណាប៉ុន្តែគឺកើតដោយធម្មជាតិមិនមែនដោយយើងបង្កើតទេអញ្ចឹងពេលដែលខ្យល់នឹងរៀងស្ងប់ខ្លាំងទៅព្រះយោគីខ្លះមានអារម្មណ៍ថាដូចជាមិនមានដង្ហើមចូលដង្ហើមចេញអញ្ចឹងពេលនោះកុំព្យាយាមបង្ខំដកដង្ហើមធំបង្កើតដង្ហើមវិញឲ្យសោះគឺបណ្ដោយទៅជាធម្មតាទៅគ្រាន់តែកំណត់ដឹងថាខ្យល់នឹងវាស្ងប់ដកដង្ហើមចូលកំណត់ដឹងថាខ្យល់នឹងស្ងប់ដកដង្ហើមចេញថាដឹងថាដង្ហើមនឹងស្ងប់ដូច្នេះហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់សម្ដែងណែនាំឲ្យយើងដឹងថាភិក្ខុគួរសិក្សាថាអាត្មាអញនឹងញ៉ាំងឲ្យខ្យល់នឹងរងាប់នៅខ្យល់ដង្ហើមចូលដង្ហើមចេញហើយនឹងដកដង្ហើមចូលនិងដកដង្ហើមចេញណាអញ្ចឹងពេលដែលកណ្ណាគុណចាស់ញាតិញោមឬក៏ព្រះយោគីអាចមានសមត្ថភាពកំណត់ដឹងនៅខ្យល់ស្ងប់បានហើយគឺសតិរបស់ព្រះយោគីនឹងរឹតតែមានកម្លាំងញ៉ាំងឲ្យសមាធិនឹងរឹតតែមានអានុភាពខ្លាំងទៅធ្វើឲ្យអង្គុយនឹងបានយូរបានសុខច្រើនបានស្ងប់ច្រើនចឹងទៅព្រះយោគីខ្លះចង់អង្គុយយូរប៉ុន្តែពេលខ្លះដោយសារត្រូវការទៅថ្វាយបង្គំព្រះទៅទទួលអាហារពេលព្រឹកទៅទទួលអាហារថ្ងៃត្រង់ទៅក៏ត្រូវដាក់ភ្នែនចឹងទៅប៉ុន្តែតាមការពិតគឺគាត់ចង់អង្គុយដោយសារមានសេចក្តីស្ងប់នឹងច្រើនមានសេចក្តីសុខនឹងច្រើនដែលពេលខ្លះធ្វើឲ្យ
បៃតេកើតមាននៅក្នុងសន្តានចិត្តនឹងច្រើនតាមរយៈការបដិបត្តិនៅព្រះអាណាបានសតិនេះអញ្ចឹងបើកណាគុណចាស់ញាតិញោមវឹកហាត់បានល្អប្រពៃហើយថ្នឹកហើយស្ទាត់ហើយនៅខ្យល់ទាំង4ពួកនេះគឺជាចំណុចល្អជាចំណុចដ៏សំខាន់មានន័យថាការចម្រើនរបស់យើងនឹងមានការរីកចម្រើនឆ្ពោះមកដល់គោលដៅមកដល់ទីតាំងទីកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានបង្រៀនឲ្យយើងនឹងវឹកហាត់ហើយអញ្ចឹងកម្រិតនេះជាកម្រិតដែលព្រះសម្មាសម្ពុទ្ធបានបង្រៀនឲ្យយើងបំពេញដូច្នេះហើយបាននៅក្នុងសតិប្បដ្ឋានសូត្រព្រះអង្គឲ្យយើងនឹងត្រូវតែឆ្លងកាត់ខ្យល់4ពួកនឹងអញ្ចឹងនៅក្នុងការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធការចម្រើនព្រះអានាបានសតិនឹងគឺយើងចែកជាចតុខៈនឹងគឺមាន4អញ្ចឹងពេលដែលយើងអាចពាល់ត្រូវនៅខ្យល់ដង្ហើមទាំង4ពួកនឹងគឺយើងកំពុងតែសម្រេចនៅបឋមចតុខៈមានន័យថាគឺយើងកំពុងតែចម្រើននៅកាយានុបស្សនាសតិប្បដ្ឋានពេលដែលព្រះយោគីបានថ្នឹកបានស្ទាត់ឬក៏កម្លាំងនៃសមាធិនឹងមានអានុភាពខ្លាំងអាចតាំងមាំជាមួយដង្ហើមចូលដង្ហើមចេញជារឿយមកដល់កម្រិតស្ងប់នឹងហើយគឺមានន័យថាសូម្បីតែដង្ហើមស្ងប់នឹងក៏ព្រះយោគីអាចកំណត់ដឹងជាសព្វកាយៈបានដែរថាកំណត់ដឹងទាំងមូលបានទាំងចាប់ផ្ដើមទាំងកណ្ដាលទាំងចុងនឹងគឺថ្នឹកហើយអង្គុយយូរទៅស្ងប់ទៅសុខនឹងក៏ច្រើនស្ងប់នឹងក៏ច្រើនមានន័យថាគឺកាយនឹងដូចជាស្រាលដូចជានៅលើអាកាសអីជាដើមអញ្ចឹងទៅអញ្ចឹងពេលដែលព្រះយោគីកំពុងតែថ្នឹកកំពុងតែស្ទាត់កំពុងតែធ្ងន់ជាមួយដង្ហើមហ្នឹងក៏យើងអាចរាប់ចូលថាព្រះយោគីកំពុងតែសម្រេចនៅបរិកម្មនិមិត្តដែលចិត្តនឹងធ្ងន់តាំងយកកាន់យកដង្ហើមចូលដង្ហើមនឹងបានច្រើនមានន័យថាអារម្មណ៍នឹងអត់ចេញទៅក្រៅទេគឺចិត្តនឹងតោងជាប់ជាមួយដង្ហើមចូលដង្ហើមចេញអញ្ចឹងពេលដែលព្រះយោគីចម្រើនយូរទៅច្រើនភ្នែនទៅច្រើនម៉ោងទៅច្រើនថ្ងៃទៅយូរទៅថ្នឹកយូរទៅគឺបរិកម្មនិមិត្តនឹងមានន័យថាគឺនឹងคล้ายទៅជាឧក្ខនិមិត្តគឺមានពន្លឺភ្លឺដូចជាដុំពពកដូចជាពុយកំបាសអីជាដើមសលៃអីជាដើមយ៉ាងទៅគឺអាចមានពន្លឺដូចនោះបានប៉ុន្តែព្រះយោគីទាំងឡាយគួរចាំថាការសម្រេចនៅគុណធម៌ទាំងអស់នេះមិនមែនអាចសម្រេចបានមួយភ្នែនពីរភ្នែនមួយថ្ងៃពីរថ្ងៃទេគឺច្រើនភ្នែនច្រើនវគ្គច្រើនថ្ងៃណាស់បានអាចសម្រេចដល់កម្រិតនឹងបានអញ្ចឹងពេលដែលពីមុនយើងកាន់យកដង្ហើមនឹងជាអារម្មណ៍ប៉ុន្តែពេលដែលយូរទៅដង្ហើមនឹងនិមិត្តនឹងគឺតែមួយគឺតែមួយមានពន្លឺដូចបានលើកឡើងពីខាងដើមដូចជាពពកអីចឹងទៅពេលដែលព្រះយោគីវឹកហាត់បង្អោនចិត្តថ្នឹកធ្ងន់ជាមួយនិមិត្តគេហៅថាឧក្ខនិមិត្តនឹងជារឿយទៅច្រើនភ្នែនច្រើនវគ្គច្រើនថ្ងៃទៅយូរទៅគឺនឹងមានពន្លឺភ្លឺថ្លាត្រចង់ណាស់ដូចជាផ្កាយព្រះអាទិត្យដូចជាដួងព្រះច័ន្ទដូចជាព្រះអាទិត្យឬក៏ដូចជាគុជដូចជាអីចឹងទៅគឺពន្លឺនឹងភ្លឺមែនតែននេះគឺជាកម្រិតនៃព្រះអានាបានសតិដែលព្រះយោគីទាំងឡាយគួរចម្រើនគួរដឹងហើយក្នុងរំលឹកម្ដងទៀតហើយការចម្រើននេះគឺត្រូវតែចម្រើនជារឿយមិនអាចមកភ្នែនពីភ្នែនហ្នឹងអាចសម្រេចបានទេអញ្ចឹងតើនិមិត្តហ្នឹងជាអ្វីនិមិត្តគឺជាសញ្ញានៃការរីកចម្រើននៃចិត្តសមាធិរបស់ព្រះយោគីហើយពេលដែលព្រះយោគីកំពុងតែបង្អោនចិត្តនឹកដល់បរិកម្មនិមិត្តឬក៏ដង្ហើមចូលដង្ហើមចេញហ្នឹងគឺកម្រិតនៃសមាធិរបស់ព្រះយោគីហ្នឹងមួយកម្រិតពេលដែលចម្រើនយូរទៅគឺចិត្តហ្នឹងវាមានកម្លាំងខ្លាំងទៅសមាធិហ្នឹងវាមានអានុភាពកម្លាំងខ្លាំងទៅគឺវានឹងคล้ายទៅជាឧក្ខនិមិត្តអញ្ចឹងឧក្ខនិមិត្តហ្នឹងវាបង្ហាញពីកម្រិតនៃសមាធិរបស់ព្រះយោគីហ្នឹងថាខ្ពស់ដល់កម្រិតទី2ហើយចេះតែវឹកហាត់ជារឿយរហូតទៅគឺពេលដែលដល់បដិភិក្ខនិមិត្តមានន័យថាកម្លាំងនៃ
សមាធិចិត្តរបស់ព្រះយោគីនឹងដល់កម្រិតកំពូលហើយណាហើយការវឹកហាត់នោះមិនមែនតែមួយថ្ងៃពីរថ្ងៃបានទេគឺត្រូវវឹកហាត់ជារឿយច្រើនភ្នែនច្រើនម៉ោងណាស់បានអាចសម្រេចនៅកម្រិតនឹងបានអញ្ចឹងមុនដំបូងពេលខ្លះក៏យើងនាំដូចថាយើងបង្អោនចិត្តទៅនាំតែនិមិត្តនឹងកើតនឹងវាយូរណាប៉ុន្តែពេលដែលយើងថ្នាក់ទៅគ្រាន់តែយើងបិទភ្នែកពឹបគឺនិមិត្តនឹងកើតឡើងម្ដងណាកើតឡើងភ្លាមផុសឡើងភ្លាមភ្លឺត្រចះត្រចង់ចឹងទៅអញ្ចឹងវាបង្ហាញថានិមិត្តនឹងវាបង្ហាញថាជាផលដែលកើតឡើងពីកម្លាំងនៃសមាធិចិត្តនឹងហើយអញ្ចឹងពេលដែលព្រះយោគីអាចកំណត់ដឹងនៅនិមិត្តនឹងបានយូរគឺមានន័យថាសមាធិនឹងមានកម្លាំងហើយប៉ុន្តែបើប្រសិនណាបើព្រះយោគីមិនលះបង់កម្លាំងកាយកម្លាំងចិត្តថែរក្សានៅនិមិត្តនឹងទេនិមិត្តនោះនឹងអាចបាត់បង់បានកម្លាំងនៃសមាធិនោះនឹងអាចធ្លាក់ចុះបាននិយាយច្រើនធ្វើនេះធ្វើនោះច្រើនហើយមិនសម្រួមមិនហើយឈប់បដិបត្តិជារឿយមិនបដិបត្តិជាប្រក្រតីមិនបដិបត្តិច្រើនភ្នែនណាធ្វើនេះធ្វើនោះច្រើនលែងខ្វាយខ្វល់លែងថែរក្សាគឺនិមិត្តនោះអាចបាត់បង់បានសមាធិនោះអាចធ្លាក់ចុះបានអញ្ចឹងព្រះយោគីត្រូវតែលះបង់កម្លាំងកាយកម្លាំងចិត្តនោះត្រូវតែថែរក្សាកម្រិតសមាធិនោះបានគឺនិមិត្តនឹងឲ្យបានណាពេលដែលព្រះយោគីណាថ្នឹកនឹងស្ទាត់ធ្ងន់ជាមួយបដិភិក្ខនិមិត្តជារឿយច្រើនភ្នែនច្រើនម៉ោងច្រើនថ្ងៃហើយគឺចិត្តរបស់ព្រះយោគីនឹងដូចជាធ្ពក់ជាប់ទៅនឹងបដិភិក្ខនិមិត្តនឹងអញ្ចឹងគ្រាន់តែបង្អោនចិត្តពេនលើកភ្នែនភ្លាមបង្អោនចិត្តភ្លាមចិត្តនឹងស្ទុះទៅតោងធ្ពក់យកបដិភិក្ខនឹងនិមិត្តនឹងជាអារម្មណ៍អញ្ចឹងដល់កម្រិតនឹងគឺព្រះយោគីអាចសម្រេចនៅឧបចារសមាធិឬក៏អបណាសមាធិអញ្ចឹងនៅក្នុងឧបចារសមាធិឬក៏អបណាសមាធិនឹងគឺមានបដិភិក្ខនិមិត្តនឹងជាអារម្មណ៍ប៉ុន្តែសួរថាតើព្រះយោគីគួរកត់សម្គាល់យ៉ាងដូចបណ្ឌិតថាឧបចារសមាធិនិងអបណាសមាធិនឹងខុសគ្នាយ៉ាងដូចបណ្ឌិតភាពខុសគ្នារបស់សមាធិទាំងពីរនឹងមានចំណុចណាគឺពេលដែលព្រះយោគីកាន់យកនៅបដិភិក្ខនិមិត្តជាអារម្មណ៍ជារឿយច្រើនម៉ោងច្រើនសាទៅពេលខ្លះចិត្តរបស់ព្រះយោគីនឹងធ្លាក់ចូលទៅក្នុងភវាំងអញ្ចឹងកាលណាធ្លាក់ចូលទៅក្នុងភវាំងអញ្ចឹងគឺយើងសម្គាល់ថាជាឧបចារសមាធិហើយពេលនោះគឺអង្គឈានទាំង5នៅក្នុងបដិភិក្ខនិមិត្តនោះគឺមិនមានកម្លាំងមិនប្រកបច្បាស់មិនភ្លឺថ្លានោះទេដូច្នេះហើយគឺយើងអាចសម្គាល់ថាជាឧបចារសមាធិដើម្បីញ៉ាំងឲ្យចិត្តរបស់ព្រះយោគីនោះមានលំនឹងកាន់យកបដិភិក្ខនិមិត្តជាអារម្មណ៍ដែរប៉ុន្តែមិនបណ្ដោយឲ្យធ្លាក់ចូលទៅក្នុងភវាំងព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គបង្រៀនឲ្យព្រះយោគីនោះវឹកហាត់ឲ្យស្ទាត់ធ្វើនៅសទ្ធាទាំងធ្វើនៅឥន្ទ្រីទាំង5ហ្នឹងឲ្យមានតុល្យភាពឲ្យមានភាពស្មើគ្នាគឺសទ្ធាទាំង5ហ្នឹងមានសំទោសឥន្ទ្រីទាំង5ហ្នឹងមាន5មានសទ្ធាវិរិយៈសតិសមាធិបញ្ញាដោយអំណាចនៃសតិដែលមានកម្លាំងមានអានុភាពតាំងមាំនោះព្រះយោគីត្រូវថែរក្សាសទ្ធានិងបញ្ញានឹងឲ្យស្មើគ្នាឲ្យមានតុល្យភាពមិនឲ្យមួយណាធ្ងន់ឬមួយថ្ងាស្រាលទេបន្ទាប់មកទៀតពេលដែលព្រះយោគីមានសមត្ថភាពថែរក្សានៅតុល្យភាពសមភាពរវាងសមាធិនិងវិរិយៈឲ្យមានកម្លាំងស្មើជារឿយជាច្រើនភ្នែនច្រើនម៉ោងច្រើនថ្ងៃទៅគឺបដិភិក្ខនិមិត្តនឹងភ្លឺត្រចះត្រចង់ហើយអង្គឈានទាំង5នឹងប្រកាសឡើងនឹងច្បាស់ចំពោះចិត្តរបស់ព្រះយោគីអញ្ចឹងពេលដែលអង្គឈាននឹងមានកម្លាំងប្រកាសផុសឡើងនៅក្នុងសន្តានចិត្តនៅក្នុងមโนទ្វារគឺពេលនោះហើយដែលយើងអាចកំណត់ដឹងថាជាអបណាសមាធិនេះហើយជាភាពខុសគ្នារវាងឧបចារសមាធិនិងអបណាសមាធិអញ្ចឹងពេលដែលព្រះយោគីបានកាន់យកនៅបដិភិក្ខនិមិត្តជាអារម្មណ៍ជារឿយយូរច្រើនភ្នែនទៅ
គឺអង្គឈានទាំង5ហ្នឹងនឹងផុសឡើងនឹងលេចធ្លោឡើងនឹងប្រកបឡើងនៅក្នុងមโนទ្វារនៅក្នុងសន្តានចិត្តរបស់ព្រះយោគីអញ្ចឹងពេលដែលអង្គឈានទាំង5នេះមានកម្លាំងហើយជាធម្មតាទេគឺនិវរណធម៌ទាំង5នោះនឹងរលត់នឹងកំចាត់បងពីសន្តានចិត្តរបស់ព្រះយោគីពេលដែលយើងមិនទាន់មកដល់កម្រិតអបណាសមាធិនេះឬក៏មិនទាន់មកដល់ឧបចារសមាធិនេះជាធម្មតាទេព្រះយោគីទាំងអស់ត្រូវតែព្យាយាមប្រយុទ្ធណាជាមួយនិវរណធម៌នឹងជារឿយប្រយុទ្ធហើយប្រយុទ្ធទៀតប្រយុទ្ធហើយប្រយុទ្ធទៀតពេលខ្លះក៏ហត់ប៉ុន្តែនៅតែព្យាយាមប្រយុទ្ធជាមួយនិវរណធម៌ទាំង5នឹងដោយបង្អោនកាន់យកនៅដង្ហើមចូលដង្ហើមចេញនឹងជាអារម្មណ៍រហូតទាល់តែសម្រេចនៅបដិពេកនិមិត្តអញ្ចឹងគឺនិវរណធម៌នេះគឺជាសត្រូវដែលមិនឲ្យយើងនឹងសម្រេចនៅឈានពេលខ្លះនឹងការមច្ឆន្ទៈកើតឡើងទៅពេញចិត្តស្រឡាញ់ពីអារម្មណ៍នេះអារម្មណ៍នោះចឹងទៅរូបចឹងទៅសម្លេងចឹងទៅពេលខ្លះនឹងខ្ជិលថៃនិមិត្តកើតឡើងចង្អុលកាយចង្អុលចិត្តមិនចង់ចម្រើនចឹងទៅងងុយដេកអីងងុយអីចឹងទៅពេលខ្លះនឹងគឺឧទ្ធច្ចៈកុច្ចៈក៏កើតឡើងចឹងទៅសៅមងស្ដាយក្តៅក្រហល់កាហាយចិត្តនឹងរាយមាយអូយខ្ញុំបានធ្វើអំពើអាក្រក់ហើយខ្ញុំមិនបានបំពេញបុណ្យកុសលទេពេលខ្លះនឹងក៏ព្យាបាទៈកើតឡើងកំហឹងអីចឹងទៅចំណែនអីចឹងទៅកើតឡើងធ្វើឲ្យចិត្តនឹងមិនមានកម្លាំងពេលខ្លះនឹងក៏សង្ស័យដែរណាសង្ស័យនៅកន្លែងនេះពេលខ្លះក៏សង្ស័យថាតើសម័យនឹងអាចសម្រេចឈានបានឬទេណប្រហែលជាមិនបានទេគឺមានការសង្ស័យជាច្រើនចឹងទៅចឹងនិវរណធម៌នេះហើយដែលជាធម៌ដែលបៀតបៀនណារារាំងមិនឲ្យយើងនឹងសម្រេចនៅឈានបានប៉ុន្តែពេលដែលព្រះយោគីកាន់យកនៅបដិភិកនិមិត្តជារឿយញ៉ាំងនៅឥន្ទ្រីទាំង5ឲ្យមានសមភាពឲ្យមានតុល្យភាពជារឿយច្រើនភ្នែនច្រើនថ្ងៃហើយគឺឥន្ទ្រីទាំង5នោះនឹងคล้ายទៅជាពលៈនឹងคล้ายទៅជាកម្លាំងដល់ខ្លាំងដែលធ្វើឲ្យចិត្តព្រះយោគីនោះធ្ងន់នៅក្នុងបដិភិកនិមិត្តអាចកំណត់ដឹងអាចឃើញនៅអង្គឈានទាំង5បាននោះពិតប្រាកដណាតើអង្គឈានទាំង5នោះអ្វីខ្លះណាវិតកៈវិចារៈបៃតិសុខៈឯកកតាតើកិច្ចរបស់អង្គឈានទាំង5ហ្នឹងមានយ៉ាងម៉េចជាមួយបដិភិកនិមិត្តហ្នឹងគឺពេលនោះគឺវិតកៈហ្នឹងគឺទៅកាន់យកបដិភិកនិមិត្តហ្នឹងជាអារម្មណ៍ណាទៅលើកចិត្តទៅកាន់យកណាបដិភិកនិមិត្តហ្នឹងជាអារម្មណ៍នោះហើយយើងហៅថាវិតកៈណាកាន់និមិត្តហ្នឹងជាអារម្មណ៍បន្ទាប់មកពិចារៈណាក៏ត្រេះរិះពិចារណាអង្អែលនៅបដិភិកនិមិត្តហ្នឹងជាអារម្មណ៍នៅបដិភិកនិមិត្តនឹងជារឿយណាជារឿយហើយបន្ទាប់មកទៀតគឺដោយមានសេចក្តីពេញចិត្តសបាយរីករាយជាមួយបដិភិកនិមិត្តទៅធ្វើឲ្យមានបៃតិណាធ្វើឲ្យមានបៃតិបន្ទាប់មកទៀតទៅគឺដោយសារវិតកវិចារៈបៃតិនឹងមានកម្លាំងចឹងទៅក៏ញ៉ាំងឲ្យព្រះយោគីនឹងមានសេចក្តីសុខច្រើនគឺសុខជាមួយបដិភិកនិមិត្តនឹងហើយបន្ទាប់មកគឺកម្លាំងសមាធិនឹងមានខ្លាំងមែនទែនព្រោះចិត្តនឹងវាដូចជាស្ទុះវាតោងជាប់ធ្ពក់ជាប់ទៅនឹងបដិភិកនិមិត្តទៅគឺនោះហើយយើងហៅថាឯកកតាជាអង្គឈានដែលកាន់យកបដិភិកនិមិត្តនឹងជាអារម្មណ៍តែមួយដែលយើងហៅថាឯកកតាចិត្តសឹកនឹងអញ្ចឹងគឺអង្គឈានទាំង5នេះគឺជាបដិបត្តិធម៌ភាសាសាមញ្ញជាធម៌ប្រឆាំងជាមួយនឹងនិវរណធម៌ទាំង5នឹងហើយតើប្រឆាំងយ៉ាងម៉េចចឹងអាត្មាសង្ខេបតិចទេគឺវិតកៈគឺជាបដិបត្តិធម៌ទៅនឹងថៃនិមិត្តៈណាពេលដែលចិត្តរបស់យើងកាន់យកនៅបដិភិកនិមិត្តនឹងជាអារម្មណ៍ថ្នឹកទៅធ្ងន់ទៅគឺយើងមិនមានថៃនិមិត្តៈការងងុយការចង្អុលកាយចង្អុលចិត្តនោះទេណាបន្ទាប់មកពេលដែលយើងបង្អោនចិត្តទៅអង្អែលទៅត្រេះរិះពិចារណានៅបដិភិកនិមិត្តនឹងជារឿយទៅវិចារៈនឹងវាទៅកំចាត់បងណាវាទៅសង្កត់សង្កិន
នៅវិជ្ជកិច្ចផ្លេចហ្នឹងហើយសង្កាត់នៅការសង្ស័យហ្នឹងណាមិនឲ្យកើតឡើងបានទេហើយពេលដែលព្រះយោគីនឹងមានបៃតិណារីករាយជាមួយបដិខេពនិមិត្តហ្នឹងគឺបៃតិហ្នឹងទៅសង្កត់សង្កិនណានៅសុខនៅព្យាបាទៈណាសង្កត់សង្កិនព្យាបាទៈហើយពេលដែលសេចក្តីសុខហ្នឹងនៅក្នុងបដិភិកនិមិត្តហ្នឹងទៅសង្កត់សង្កិនទៅសម្អាតនៅឧទ្ធចៈកុច្ចៈគឺចិត្តរាយមាយចិត្តក្តៅក្រហល់ក្រហាយហ្នឹងហើយពេលដែលកម្លាំងរបស់សមាធិរបស់ព្រះយោគីនឹងមានកម្លាំងខ្លាំងព្រោះដល់អបណាសមាធិហើយគឺមានកម្លាំងខ្លាំងគឺកាន់យកបដិភិកនិមិត្តនឹងមានកម្លាំងទៅគឺដោយអានុភាពដោយអំណាចនៃសមាធិចិត្តឬក៏ឯកកតាហ្នឹងគឺនឹងទៅកំចាត់បងនៅកាមឆន្ទៈនេះហើយគឺអញ្ចឹងពេលដែលព្រះយោគីបានសម្រេចនៅមកដល់កម្រិតសមាធិនេះគឺយើងអាចសម្គាល់ថាព្រះយោគីនេះកំពុងតែសម្រេចនៅបឋមឈានណាអញ្ចឹងពេលដែលណាព្រះយោគីបានបដិបត្តិទៅតាមការណែនាំរហូតមកដល់កំណត់ដឹងនៅអង្គឈានទាំងនេះហើយគឺព្រះយោគីបានបដិបត្តិទៅតាមព្រះសម្មាសម្ពុទ្ធបានណែនាំដូចជានៅក្នុងសតិប្បដ្ឋានសូត្រគឺកំពុងតែសម្រេចនៅបឋមចតុខៈគឺខ្យល់4ត្រកូលដំបូងនឹងប៉ុន្តែការចម្រើននេះគឺត្រូវតែចម្រើនជារឿយច្រើនភ្នែនច្រើនថ្ងៃបានអាចសម្រេចនៅកម្រិតនឹងបានពេលខ្លះក៏យើងពេលខ្លះក៏យើងអង្គុយយូរបាន1ម៉ោង2ម៉ោង3ម៉ោងថែរក្សាឲ្យបដិភិកនិមិត្តនឹងតាំងមាំហើយអង្គឈាននឹងប្រកបបាននឹងមានន័យថាព្រះយោគីកំពុងតែវឹកហាត់នៅវស័យភាវៈគឺវស័យទាំង5នឹងហើយអាចអង្គុយយូរបានដោយឃើញនៅអង្គឈានច្បាស់ប្រកបនោះដូចជាកំពុងតែវឹកហាត់នៅវស័យភាវៈនឹងហើយគឺថ្នឹកស្ទាត់នៅក្នុងឈានទី1នឹងហើយតើវស័យភាវៈទាំង5នឹងមានអ្វីខ្លះអាត្មានឹងសង្ខេបទី1នឹងអាវចនវស័យគឺព្រះយោគីរាវរកណានៅអង្គឈានទាំង5នឹងណាអាចរាវរកអង្គឈាននឹងបានបន្ទាប់មកទៀតគឺបច្ចវេគណៈវស័យគឺត្រេះរិះពិចារណានៅអង្គឈាននៅសុភាវៈរបស់អង្គឈាននឹងនីមួយបានដូចជាវិតកៈយ៉ាងម៉េចបៃតិយ៉ាងម៉េចហ្នឹងគឺអាចត្រេះរិះពិចារណាបានបន្ទាប់មកទៀតសមាបច្ចនវស័យគឺព្រះយោគីអាចចូលឈានទី1នឹងស្ទាត់ជំនាញបានបន្ទាប់មកទៀតគឺអធិដ្ឋានវស័យគឺអធិដ្ឋានចូលឈានណាព្រះយោគីចង់អធិដ្ឋានពេលណាឬក៏អធិដ្ឋានចូលឬចេញពេលណាគឺកំណត់ម៉ោងបានបើថា1ម៉ោងចូលគឺ1ម៉ោងចូលឈានអញ្ចឹងទៅឬក៏1វិនាទីចូលក៏ចូលបានអញ្ចឹងទៅហើយសង្ងំ1ម៉ោងគឺពិតជា1ម៉ោងមែនហើយអាចចេញមកបានទៅតាមការអធិដ្ឋានរបស់ខ្លួនអញ្ចឹងទៅបន្ទាប់មកទៀតគឺវុទ្ធានវស័យគឺភាពស្ទាត់ជំនាញនៅក្នុងការចេញចាកឈានអញ្ចឹងពេលដែលព្រះយោគីបានស្ទាត់ទៅនឹងជំនាញទាំង5នេះនៅក្នុងឈានហើយគឺយើងតែងតែណែនាំឲ្យព្រះយោគីនឹងសង្ងំអភិរមនៅក្នុងបឋមឈាននឹងឲ្យបានច្រើនឲ្យបានយូរឲ្យបានច្រើនថ្ងៃឲ្យបានច្រើនភ្នែនដើម្បីអីពីព្រោះការសង្ងំនៅយូរនៅក្នុងឈានទី1នឹងបានយូរនឹងមានន័យថាវស័យភាវៈឬក៏ការស្ទាត់ជំនាញថ្នឹកនៅក្នុងបឋមឈាននឹងគឺមានកម្លាំងខ្លាំងមានអានុភាពខ្លាំងហើយនៅក្នុងសំណាក់របស់ខ្ញុំគណៈអាត្មាភាពក៏មានបាយោគីម្នាក់មកពីប្រទេសវៀតណាមក៏គាត់បានអង្គុយនៅក្នុងណាភ្នែនហ្នឹងក្នុងមួយថ្ងៃហ្នឹងមាន2ភ្នែនណាក្នុងមួយថ្ងៃហ្នឹងមាន2ភ្នែនហើយលោកក៏បានសាកសួរថាតើក្នុងមួយភ្នែនហ្នឹងចម្រើនប្រមាណម៉ោងគឺចម្រើន6ម៉ោងណាក្នុងមួយភ្នែនហ្នឹងចម្រើន6ម៉ោងអញ្ចឹងក្នុងមួយថ្ងៃគឺគាត់ចម្រើន12ម៉ោងណាព្រឹក11ព្រឹក6ម៉ោងថ្ងៃ6ម៉ោងសរុបទៅគឺបាន12ម៉ោងអញ្ចឹងគឺជាការល្អប្រពៃណាស់ពេលដែលយើងអាចសង្ងំនៅក្នុងភ្នែននឹងបានយូរដែលមាន
បដិពីកៈនឹងជាអារម្មណ៍តែសម្រាប់ញាតិញោមគឺពិបាកឲ្យខ្ញុំកណាអាត្មាភាពមិនឲ្យអង្គុយអីដល់ប៉ុណ្ណឹងទេបាន1ម៉ោង2ម៉ោងហ្នឹងគឺល្អប្រសើរហើយពេលដែលព្រះយោគីបានស្ទាត់បានថ្នឹកនៅក្នុងបឋមឈាននេះបានយូរបានច្រើនថ្ងៃបានច្រើនភ្នែនហើយគឺនៅក្នុងសំណាក់របស់យើងគឺប្រអោកតែងតែណែនាំឲ្យព្រះយោគីនឹងសង្ងំអភិរមនៅក្នុងបឋមឈាននឹងឲ្យបាន2ម៉ោងឬ3ម៉ោងច្រើនភ្នែនច្រើនសារចឹងទៅពេលដែលគាត់ស្ទាត់ហើយយើងនឹងណែនាំឲ្យគាត់នឹងវឹកហាត់ក្នុងការចូលឈានទី2អញ្ចឹងយើងទាំងអស់គ្នាបង្អោនចិត្តសូមឲ្យការបដិបត្តិនៅព្រះអានាបានសតិកម្មដ្ឋាននេះសូមឲ្យបានរីកចម្រើនទៅតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធរហូតដល់សម្រេចនៅវិបស្សនាញាណសម្រេចមគ្គផលសូមឲ្យយើងទាំងអស់គ្នាបានសម្រេចដោយបំណងប្រាថ្នាសូមអនុមោទនា